ជាធម្មតាអ្នកនរគ្នាឃើញខ្ញុំទៅជិះធ្វើម្ហូបរហូតហើយជាពិសេសហើយពួកយើងនៅទៅធ្វើម្ហូបជាពីសភៅសើចទៅអត់ប៉ុន្តែខ្ញុំក៏ស្គាល់ភោជនីយដ្ឋានមួយទៀតដែរដែលគាត់ធ្វើម្ហូបចេញពីសភៅសើចដូចគ្នាហើយភោជនីយដ្ឋានមួយនេះណាស្ថិតនៅចំចំណុចកណ្ដាលនៃរាជធានីភ្នំពេញតែម្ដងតើស្គាល់ភោជនីយដ្ឋានបរិយាទាំងអស់គ្នាអ្នកនរគ្នានៅក្នុងភោជនីយដ្ឋានបរិយានេះហើយគេបានធ្វើសកលមុខម្ហូបមួយចេញពីសភៅសើចហើយមុខម្ហូបនេះមានឈ្មោះថាសំណងវល់ផ្លាត់ហើយមុខម្ហូបនេះក៏ជាមុខម្ហូបដែលល្បីនៅប្រចាំហាងមកគេដូចគ្នាដែរតោះយើងមកភ្លក់មុខម្ហូបហ្នឹងទាំងអស់គ្នាសម្រាប់ម្ហូបនេះវាជាវាបែបតិចហើយវាមានសណ្តែកនៅក្នុងហ្នឹងហើយសម្រាប់សាច់មាន់វិញគឺវា濃មួយចេញមកពីគៀនតែម្ដងទៅជាតិវាឆ្ងាញ់មកបែបរបស់វាដូចជាកាសាឡូទីងចឹងណារកវាហើយនេះគឺជាសាឡូមកតាចាំអ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់សាកមុខម្ហូបជាពីសភៅស្អីអ្នកនរគ្នាអាចមកបរិភោគនៅភោជនីយដ្ឋានមួយនេះបានសម្រាប់នោះមុខម្ហូបទាំងក្នុងភោជនីយដ្ឋានមួយនេះតម្លៃវាគឺសមរម្យអាចទទួលយកបានហើយក៏នេះគឺជាអេពីសូត special របស់ពួកយើងអេពីសូតពិសេសចុងក្រោយរបស់ពួកយើងដូចគ្នាដែរជាអរគុណអ្នកនរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកគ្នាតាំងពីដើមរហូតដល់ចប់ជាមួយនឹងពួកយើងអរគុណជួបគ្នានៅលើក្រោយបាយបាយ